ភិបាលខណ្ឌ7មករាបន្តដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសង្កាត់ចុះរៀបចំសណ្ដាប់ធ្នាប់និងណែនាំពលរដ្ឋកំយកចំណីចិញ្ចឹមផ្លូវសាធារណៈមកប្រកបអាជីវកម្មតាមបណ្ដាភូមិនានាទាំងអស់នៃសង្កាត់ទាំង8របស់រដ្ឋបាលខណ្ឌ7មករារាជធានីភ្នំពេញនឹងត្រូវបន្តអនុវត្តឡើងជាបន្តបន្ទាប់និងជាប្រចាំក្នុងការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈពិសេសការរក្សាសន្តិសុខនិងសុវត្ថិភាពជាចម្បងសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះគឺជាការលើកឡើងរបស់លោកថេងសុថុលអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ7មករាក្នុងឱកាសដែលលោកអញ្ជើញបន្តដឹកនាំកម្លាំងចម្រុះនៃអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសង្កាត់បន្តចុះរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈស្ថិតនៅតាមបណ្ដោយផ្លូវលេខ182ក្នុងសង្កាត់ចំនួន4រួមមានសង្កាត់អូឫស្សីទី1សង្កាត់អូឫស្សីទី2សង្កាត់អូឫស្សីទី4និងសង្កាត់បឹងប្រលិតក្នុងចំណោមសង្កាត់ទាំង8នាព្រឹកថ្ងៃទី29ខែមករាឆ្នាំ2026ក្នុងសកម្មភាពនេះលោកអភិបាលខណ្ឌ7មករាបានចាត់ទុកបញ្ហាសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈតាមដងផ្លូវហើយសំខាន់បញ្ហារក្សាសន្តិសុខនិងសុវត្ថិភាពគឺជាបញ្ហាចម្បងដែលតម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានត្រូវអនុវត្តឡើងជាបន្តបន្ទាប់និងជាប្រចាំដោយភ្លៀងរលឹមក្នុងសកម្មភាពនេះដែរលោកអភិបាលខណ្ឌ7មករាបានបញ្ជាក់ថាជាលទ្ធផលនៃកិច្ចសហការពីកម្លាំងពាក់ព័ន្ធរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ7មករាបានធ្វើការជូនដំណឹងនិងបានចុះអប់រំណែនាំដោយផ្ទាល់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រកបអាជីវកម្មនៅលើចិញ្ចើមផ្លូវសាធារណៈគឺតម្រូវឲ្យខិតចូលទៅក្នុងពោលគឺមិនត្រូវរំលោភលើចំណីចិញ្ចើមផ្លូវដើម្បីប្រកបអាជីវកម្មផ្ទាល់ខ្លួននោះទេពិសេសដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវនិងឆ្លងកាត់ឲ្យទទួលបានសណ្ដាប់ធ្នាប់និងរបៀបរៀបរយកាន់តែល្អប្រសើរថែមទៀត